បាទនេះជាពិសោធន៍កតាស៊ីនេតិកគឺដែលតាក់ទងជាមួយនឹងកតាសីតុណ្ហភាពយើងមានកែវ2កែវទី1កែវទី2ដែលយើងដាក់ឲ្យប្រតិកម្មជាមួយនឹងស៊ូស្យងកាអ៊ីនិងទឹកអុកស៊ីសែនកែវទី1យើងដាក់នៅសីតុណ្ហភាពបន្ទប់ចំណែកកែវទី2យើងត្រាំទឹកកកគឺសីតុណ្ហភាពក្រោម0អង្សាសេនៅរយៈពេលប្រហែលពី30វិនាទីយើងឃើញថាកែវទី1មានការប្រែពណ៌ចំណែកឯកែវទី2មិនទាន់មានការប្រែពណ៌បាទបន្ទាប់មករយៈពេល71នាទីយើងឃើញថាស៊ុយចុងដែលត្រាំទឹកកកមានការប្រែពណ៌ដូច្នេះយើងអាចសន្និដ្ឋានបានថាកតាស៊ីនេតិកដែលជាឥទ្ធិពលលើល្បឿនប្រតិកម្មតាក់ទងជាមួយនឹងសីតុណ្ហភាពគឺសីតុណ្ហភាពបន្ទប់ធ្វើឲ្យប្រតិកម្មមានល្បឿនលឿនជាងសីតុណ្ហភាពក្រោម0អង្សាសេដែលយើងត្រាំទឹកកកប្រតិកម្មនៅក្នុងមជ្ឈដ្ឋានទាំងពីរគឺឈានទៅដល់ចំណុចស័ក្តិមូលឬក៏ចំណុចបញ្ចប់ដូចគ្នាក៏ប៉ុន្តែប្រតិកម្មដែលប្រើប្រាស់សីតុណ្ហភាពដែលយើងធ្វើប្រតិកម្មនៅសីតុណ្ហភាពបន្ទប់គឺវាមានប្រតិកម្មគឺមានល្បឿនលឿនជាងសីតុណ្ហភាពដែលក្រោម0អង្សាសេ